នេះគឺជារបៀបប្រើប្រាស់ម៉ាស៊ីនបោកខោអាវរបស់យើងអញ្ចឹងពួកយើងអាចធ្វើការបើកទ្វារម៉ាស៊ីននេះហើយធ្វើការដាក់ខោអាវដែលត្រូវការបោកគក់ចូលបន្ទាប់មកយើងធ្វើការបិទទ្វារនេះវិញរីឯសាប៊ូនិងទឹកក្អូបដែលយើងត្រូវការយកមកបោកខោអាវគឺយើងអាចធ្វើការដាក់នៅទីកន្លែងនេះបានហើយក្នុងការបោកខោអាវរបស់យើងផងដែរគឺយើងមាន function កន្លែងនេះដែលអាចជ្រើសរើសបានទៅតាមប្រភេទខោអាវនីមួយៗដែលពួកយើងអាចមើលបាននៅកន្លែងនេះគឺគេមានអក្សរដាក់ថា cotton មាន seal មាន underwear អីជាដើមហើយយើងអាចធ្វើការកាច់កុងតាក់នេះបានមួយជុំតែម្ដងទៅតាមប្រភេទដែលយើងចង់បានហើយដើម្បីសារឲ្យអ្នកទាំងអស់គ្នាមើលគឺខ្ញុំជ្រើសរើសយក quick 15នាទីចាអញ្ចឹងនៅក្នុងរយៈពេល15នាទីម៉ាស៊ីននេះនឹងធ្វើការដំណើរការរួចរាល់តែម្ដងហើយដើម្បីធ្វើការចាប់ផ្ដើមការបោកគក់គឺយើងអាចចុចកន្លែងនេះដើម្បីធ្វើការ start បានហើយនៅពេលដែលការបោកគក់នេះត្រូវបានបញ្ចប់ម៉ាស៊ីននេះនឹងធ្វើការបន្លឺសំឡេងទឺតៗឲ្យអ្នកទាំងអស់គ្នាបានដឹងផងដែរ